សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពិភពរឿងខ្មិតរបស់ខ្ញុំជួបគ្នាសាជាថ្មីថ្ងៃនេះខ្ញុំមានរឿងមួយនិទានជូនបងប្អូនស្ដាប់កំសាន្តនៅពេលទំនេរគឺខ្មោចស្រីរកស៊ីភ្លើភេទសូមស្ដាប់កំសាន្តដូចតទៅភ្លើងងងឹតកណ្ដាលរាត្រីមួយភ្លៀងធ្លាក់ស្រអាប់សំឡេងខ្យល់បក់ស្លឹកឈើជ្រុះតាមផ្លូវនៅក្បែរបន្ទប់ជួលចាស់ៗមួយមានស្រីម្នាក់ឈរក្បែរផ្លូវក្បាលទម្លាក់សក់វែងបិទមុខសម្លៀកបំពាក់សិកស៊ីតែដើរស្ងប់ស្ងាត់វណ្ណៈបុរសស្រវឹងអូយស្អាតណាស់ស្រីស្អាតអាចទួយជាមួយបងបានទេតម្លៃប៉ុន្មានដែរក្នុងមួយយប់ស្រីនោះលើកមុខឡើងបង្ហាញភ្នែកពណ៌ខ្មៅជ្រៃនិងមាត់ប្រេះបែកមុខស្លេកស្លាំងគ្មានឈាមស្រីអាចកំបាំងសំឡេងទន់តែត្រជាក់ដូចធ្យល់ម្លប់បងនៅសល់ពេលតែប៉ុន្មានវិនាទីបងនឹងស្គាល់មូលហេតុដែលខ្ញុំរកស៊ីបែបនេះនាងវាចសក់ចេញបង្ហាញមុខស្លេកស្លាំងគ្មានឈាមក្លិនសាច់រលួយភាយចេញវណ្ណៈហឹមហឹមខ្មោចនាងលើកដៃក្រចកវែងស្រួចចាក់បំបែកទ្រូងបុរាណនោះក៏ស្លាប់ក្នុងបន្ទប់នោះទេសំឡេងស្រីនិយាយខ្សឹបខ្ញុំត្រូវសងសឹកមនុស្សប្រុសអត់ទាំងអស់ដែលជួលរាងកាយខ្ញុំមនុស្សដែលបោកប្រាស់បង្ខំនឹងសម្លាប់ខ្ញុំឥឡូវនេះរាត្រីណាមានបុរសស្រវឹងចង់ទិញខ្លួននាងនឹងក្លាយជាអ្នកស្លាប់បន្តបន្ទាប់អំពូលភ្លើងស្រមោលបង្ហាញតាមផ្លូវមានមនុស្សប្រុសជាច្រើនត្រូវបានរកឃើញស្លាប់ក្នុងបន្ទប់នោះជាមួយនឹងស្នាមស្រោកឈាមនិងសក់វែងខ្មៅរុំជាប់កនៅភូមិនោះមានយុវជន3នាក់គឺសុធាអ្នកថតវីដេអូវណ្ណាអ្នកស្រាវជ្រាវរឿងខ្មោចនិងរ៉ានីស្រីក្លាហានបានស្ដាប់ពាក្យចចាមអារ៉ាមថាបន្ទប់ជួលចាស់មួយគេចូលទៅរកសេវាកម្មផ្លូវភេទនឹងត្រូវស្លាប់សុធាយើងត្រូវថតវីដេអូដាក់ YouTube ទៅប្រសិនបើពិតជាមានខ្មោចនេះនឹងក្លាយជាការបង្ហាញមួយដ៏ធំនិងល្បីមិនខានរ៉ានីព្រួយបារម្ភកុំលេងងាយខ្ញុំបានឮថាមានបុរសជាច្រើនស្លាប់ពិតជាមិនធម្មតាទេវណ្ណាតែវាជាអត្តកំបាំងយើងត្រូវបានរកឃើញយប់នេះទៅសាកមើលទៅពេលក្រុម3នាក់ចូលទៅក្នុងបន្ទប់ជួលត្រជាក់ភ្លាមអំពូលភ្លើងភ្លឺពន្លឺភ្លឹបភ្លែតរលត់តតសុធាកាន់កាមេរ៉ាគឺបន្ទប់នេះហើយធ្លាប់មានមនុស្សប្រុសស្លាប់ជាច្រើនពេលនោះសំឡេងស្រីស្អាតសូរស្រទន់លេចឡើងពីជ្រុងជញ្ជាំងបងចង់គេងជាមួយខ្ញុំទេក្មេងស្រីស្លៀកភាកអាវរាងសិកស៊ីចិនមកជិតប៉ុន្មានជំហានសក់វែងគ្របមុខក្លិនផ្កាម្លិះជ្រៀតចូលមករ៉ានីដកដង្ហើមឯងមិនមែនជាមនុស្សទេភ្នែកនាងឡើងខ្មៅភ្លាមស្រីនោះបើកមាត់ធំបង្ហាញធ្មេញវែងស្រួចដៃនាងคล้ายទៅជាម្រាមខ្មៅវែងដូចបិសាចស្រីអតាកំបាំងឈរជិតហើយក្រហមអ្នកណាចង់ជួយមករំខានយើងគឺត្រូវស្លាប់ដូចគេទាំងនោះនាងបាញ់សក់វែងរុំជុំវិញកឲ្យសុធាដកដង្ហើមគាំងសុធាអ៊ុយជួយខ្ញុំវណ្ណាចាប់កាមេរ៉ាដាក់បំភ្លឺទៅលើមុខនាងភ្លើងហ្វាសបញ្ចេញសំឡេងខ្លាំងនាងនិយាយខ្សឹបហើយបាត់ទៅក្នុងស្រមោលតែកាយសុធាត្រូវដួលសន្លប់ក្រុមក្មេង2នាក់នៅសល់គេចេញមិនទាន់ទេព្រោះទ្វារបិទចាក់សោទៅវិញសំឡេងស្រីនោះឮចេញពីជញ្ជាំងទាំង4ខ្ញុំមិនចង់នៅរំខានអ្នកណាទេតែខ្ញុំត្រូវសងសឹកមនុស្សប្រុសគ្រប់គ្នាត្រូវស្លាប់ដូចមនុស្សដែលបានសម្លាប់ជីវិតខ្ញុំកាមេរ៉ារបស់សុធានៅដើរដោយស្វ័យប្រវត្តិថតទុកនៅរូបភាពនៃស្រមោលខ្មោចកំពុងរុំជុំវិញពួកគេបន្ទាប់ពីរួចផុតពីការវាយប្រហាររបស់ខ្មោចក្រុមយុវជននាំសុធាដែលសន្លប់ទោះពេទ្យចាស់ពេលដល់ទាំងអស់គ្នាបានឮពាក្យចចាមអារ៉ាមពីអ្នកជំងឺចាស់អ្នកជំងឺចាស់អ្នកទាំងអស់គ្នាបានឃើញនាងហើយមែនទេនាងគឺស្រីសុខា
នាងធ្លាប់ជាក្មេងក្រីក្រត្រូវគេបោកឲ្យចូលមកបម្រើសេវាកម្មផ្លូវភេទបន្ទាប់មកគេរំលោភហើយសម្លាប់ចុងកក្នុងបន្ទប់ជួលនារួនណាអើយនោះឲ្យហេតុផលដែលនាងមិនទាន់ចាក់ជីននាងកំពុងសងសឹកវណ្ណាទៅរកកំណត់ត្រានៃស្ថានីយ៍ប៉ូលីសចាស់គាត់រកឃើញឯកសារថាឆ្នាំ2005មានស្ត្រីវ័យ20ឈ្មោះសុខាត្រូវសម្លាប់ក្នុងបន្ទប់ជួលអ្នកធ្វើការសំណងនៅមនុស្សប្រុសស្រវឹងជាច្រើនពាក់ព័ន្ធប៉ុន្តែសំណុំរឿងត្រូវបិទដោយសារទឹកប្រាក់លុបបំបត្តិចោលវណ្ណាអស់សង្ឃឹមហើយនោះហើយគ្មានយុត្តិធម៌សម្រាប់នាងដូច្នេះវិញ្ញាណនាងក្លាយជាខ្មោចដែលអាចថឹកកំបឹងយប់នោះនៅពេលសុធាដេកសន្លប់ហើយភ្លាមភ្នែកគាត់បើកឡានបង្ហាញពណ៌ខ្មៅដូចភ្នែកសុខាសុធាសំឡេងស្រីចេញពីមាត់គេបើគ្មានយុត្តិធម៌អ្នកទាំងអស់គ្នាមិនអាចចាក់ចេញពីរឿងនេះបានទេរ៉ានីនិងវណ្ណាភ័យខ្លាចរត់ចេញពីបន្ទប់ពេទ្យដើម្បីបញ្ចប់រឿងញាក់ទាំងពីរត្រូវត្រឡប់ទៅបន្ទប់ជួលដែលសុខាត្រូវសម្លាប់ពេលពួកគេចូលទៅមហិច្ឆតារបស់សុខាបានលេចចេញជាខ្មៅស្រីពេញរាងសក់វែងរុំជុំវិញជញ្ជាំងប្រេះច័ន្ទភ្លឺក្រហមឈាមហូរចេញពីកន្សែងដែលចងកនៅកសុខាខ្មោចបើអ្នកទាំងអស់គ្នាពិតជាចង់ជួយខ្ញុំត្រូវបង្ហាញពិភពលោកអំពីការស្លាប់របស់ខ្ញុំបើមិនដូច្នោះទេអ្នកទាំងអស់នឹងក្លាយជាសាកសពបន្ទាប់វណ្ណានិងរ៉ានីដឹកសុធាដែលនៅមានសម្លេងសុខាជាប់ក្នុងខ្លួនត្រឡប់ទៅផ្ទះពួកគេយកវីដេអូដែលថតបានពីបន្ទប់ជួលដាក់ចូលអ៊ីនធឺណិតក្នុងវីដេអូមានរូបភាពស្រីសក់វែងបង្ហាញមុខរលួយភ្នែកខ្មៅហើយសម្លេងនាងនិយាយថាខ្ញុំឈ្មោះសុខាជាក្មេងក្រីក្រខ្ញុំត្រូវគេបោកឲ្យធ្វើការជានារីរកស៊ីផ្លូវភេទគេបង្ខំរំលោភនិងសម្លាប់ខ្ញុំនឹងសងសឹកមនុស្សប្រុសទាំងអស់ដើម្បីឲ្យគេស្គាល់ក្តីឈឺចាប់ដូចខ្ញុំវីដេអូចាប់ផ្ដើមល្បីល្បាញទទួលបានអ្នកមើលរាប់ម៉ឺននាក់ក្នុងរយៈពេលតែប៉ុន្មានម៉ោងការសងសឹកចាប់ផ្ដើមឡើងបុរសចាស់3នាក់ដែលជាអ្នកពាក់ព័ន្ធនឹងការសម្លាប់សុខាកាលពីឆ្នាំ2005បានឮពីវីដេអូពេលពួកគេប្រជុំគ្នានៅក្នុងផ្ទះមួយស្រមោលស្រីចម្លែកបានបញ្ចេញពីកញ្ចក់ខ្មោចសុខាសំលេងទន់ប៉ុន្តែសាហាវអ្នកណាក៏មិនអាចគិតពីខ្ញុំបានដែរពេលដែលឈាមខ្ញុំនៅក្តៅយើងនឹងសងសឹកអ្នកដែលធ្វើបាបយើងឲ្យបានភ្លាមអ្នកទី1ត្រូវសក់វែងរុំកអស់បោកនឹងជញ្ជាំងយ៉ាងខ្លាំងរួចហូរឈាមចេញពីមាត់អ្នកទី2ត្រីដៃវែងស្រួចចាក់ចូលភ្នែកនិងខ្វេះភ្នែកទាំងសងខាងអ្នកទី3រត់ចេញតែដល់កណ្ដាលផ្លូវរួចត្រូវរថយន្តបុកស្លាប់ភ្លាមសុធាកាន់ក្បាលខ្លួនឯងស្រែកដូចមានញាក់ចូលខ្លួនរបស់គេភ្នែកគាត់មានស្រមោលខ្មៅដោយសុខាបានចូលរាងកាយគាត់សុខាតាមសុធាខ្ញុំចង់ឲ្យគ្រប់គ្នាទាំងមូលឮរឿងរបស់ខ្ញុំមិនត្រឹមតែវីដេអូនេះទេរ៉ានីរលីងរលោងទឹកភ្នែកសុខាយើងយល់ពីការឈឺចាប់របស់នាងតែបើនាងបន្តសម្លាប់អ្នកផ្សេងទៀតវានឹងធ្វើឲ្យវិញ្ញាណនាងកាន់តែរងទុក្ខខ្មោចសុខាបង្ហាញខ្លួនចេញពីខ្លួនសុធាហើយឈរនៅពីក្រោយសុធាសក់វែងរុំជញ្ជាំងទាំង4សំឡេងរំខានដូចមនុស្សរាប់រយស្រែកឈឺចាប់ជាមួយគ្នាសុខាបើឯងពិតជាចង់ជួយខ្ញុំនាំខ្ញុំទៅកន្លែងដែលខ្ញុំត្រូវបានគេសម្លាប់ទៅបើមិនដូច្នោះទេឯងទាំងអស់គ្នានឹងក្លាយជាសាកសពបន្ទាប់ត្រឡប់ទៅបន្ទប់ជួលយប់មួយប្រច័ណ្ឌពណ៌ក្រហមពេញមេឃវណ្ណាហើយនឹងរ៉ានីនាំសុធាដែលមានវិញ្ញាណសុខាជាប់ក្នុងខ្លួនត្រឡប់ទៅបន្ទប់ជួលដើមដែលនាងត្រូវគេរំលោភសម្លាប់រ៉ានីកាន់ទៀននឹងក្រដាសអត្ថាធិប្បាយយើងត្រូវធ្វើពិធីដោះវិញ្ញាណដើម្បីឲ្យនាងចាក់ចេញបើបរាជ័យយើងនឹងស្លាប់ទាំងអស់ទៀន3ដុំបាំងដាក់ជុំដេញបន្ទប់វណ្ណាអានគម្ពីរបាលីឲ្យវិញ្ញាណសុខារស់ឡើងទទួលពន្លឺភ្លាមខ្យល់ត្រជាក់វាយចូលបន្ទប់កាន់តែច្របល់សក់វែងខ្មោចវាតាមជញ្ជាំងទាំង4សុធាសំឡេងសុខាឆ្លើសចេញ
มันមានអ្វីអាចដោះឈាមខ្ញុំបានទេខ្ញុំត្រូវការឲ្យគ្រប់គ្នាទាំងអស់ឃើញឈាមប្រប់ដូចខ្ញុំ ភ្លើងទៀនបង្ចេញអង្គត់មួយបន្ហាយរូបភាពអតីតកាលសុខាត្រូវក្រុមបរោបបោកហើយចងកជាមួយកន្សែងពណ៌សនាងស្រីសុំជួយប៉ុន្តែมันមាននរណាចូលមកជួយឡើយរ៉ានីយំសុខាយើងយល់ថានាងឈឺចាប់តែបើនាងបន្តសម្លាប់មនុស្សរាល់ថ្ងៃនឹងមិនអាចស្ងប់សុខបានទេត្រូវខ្លាចជាវិញ្ញាណជាប់រហូតខ្មោចសុខាបង្ហាញខ្លួនជាខ្លួនឯងនៅកណ្ដាលបន្ទប់ភ្នែកខ្មោចដាច់មាត់ហូរឈាមសក់វែងបាំងមុខសុខាគ្រោះថ្នាក់បើឯងមិនឲ្យខ្ញុំសងសឹកឯងទាំងអស់គ្នានឹងស្លាប់ជាមួយខ្ញុំសក់រំកវណ្ណាដៃម្រាមវែងច្របាច់ករ៉ានីទៀនទាំង3កំពុងរលត់រ៉ានីព្យាយាមនិយាយសុខាបើនាងពិតទីចាំងឲ្យពិភពលោកលឺរឿងរបស់នាងយើងនឹងសន្យាបង្ហាញទាំងអស់គ្នាប៉ុន្តែសូមចាក់ចេញពីសុធានិងឈប់សម្លាប់គេឯងទៀតបន្ទប់ស្ងាត់ភ្លាមសុខានៅឈរអន់មុខដោយភ្នែកហូរទៅភ្នែកឈាមការសម្រេចចិត្តរបស់ខ្មោចបន្ទប់ប្រែជាស្ងាត់សំឡេងខ្យល់ក្រហមសូរស្រទន់បង្ហាញមុខសុខាដែលទឹកភ្នែកឈាមហូរជូរតាមមុខសុខាទន់ប៉ុន្តែរឹងមាំឯងប្រកាសថានឹងបង្ហាញពិភពលោកឯងនឹងមិនលះការស្លាប់ខ្ញុំដូចបុរសទាំងនោះទេរ៉ានីកាន់ទៀនឡើងវិញយើងសន្យាយើងនឹងនាំឯកសារទាំងវីដេអូទាំងប្រវត្តិចែកចាយឲ្យមនុស្សគ្រប់គ្នាដឹងនាងនឹងបានយុត្តិធម៌វិញភ្លើងទៀនបីដុំភ្លឺឡើងវិញសុខាទម្លាក់ដៃវែងពីករ៉ានីនិងបន្ថយសក់ដែលរំកវណ្ណាសុខាស្រមោលសំឡេងចុងក្រោយខ្ញុំជឿឯងតែបើឯងកុហកខ្ញុំនឹងត្រឡប់មកខ្លាំងសាហាវវិញនាងដកខ្លួនចេញពីសុធាដួលលើដីដកដង្ហើមជ្រៅដូចជាត្រិលបាំងដោះចេញពីទម្ងន់ធ្ងន់សុថាបង្ហាញរៀងចុងក្រោយសក់វែងបិទមុខប៉ុន្តែមើលទៅស្រស់ស្អាតជាងមុននាងលែងសំឡេងស្ងួតទៀតទុកតែពាក្យខ្លីសុខាសូមឲ្យគ្រប់គ្នាចងចាំខ្ញុំមិនមែនជាខ្មោចតែជាមនុស្សម្នាក់ដែលត្រូវបានលួចយកជីវិតរៀងនាងរលាទៅក្នុងពន្លឺភ្លើងទៀនស្មៅក្រៅបន្ទប់ចាប់ផ្ដើមរំញោចដូចធម្មតាសុធាងើបឡើងវិញដោយភ្នែកទៀងត្រង់មិនមានស្រមោលខ្មោចនៅក្នុងខ្លួនគាទៀតឡើយវណ្ណានិងរ៉ានីប្រញាប់យកឯកសារទាំងអស់ចេញទៅរកសារព័ត៌មានវណ្ណាយើងត្រូវចែកចាយឲ្យទាំងអស់គ្នាបានឃើញប្រវត្តិរបស់នាងនិងមូលហេតុដែលនាងស្លាប់ក្រុមយុវជនបានបង្ហោះវីដេអូនិងឯកសារពិតអំពីសុខានៅបណ្ដាញសង្គមនិងទូរទស្សន៍ប្រជាជនភូមិនិងអ្នកមើលទូទាំងប្រទេសបានចាប់អារម្មណ៍ខ្លាំងអ្នកមើលទូរទស្សន៍សម្លេងទូរស័ព្ទនេះជារឿងពិតណាស់ក្មេងស្រីសុខាត្រូវបានបុកប្រាស់មកលោកដើម្បីបម្រើសេវាកម្មផ្លូវភេទនិងសម្លាប់ដោយមនុស្សមានអំណាចធ្វើបាបនាងរ៉ានីយើងបានធ្វើអ្វីដែលត្រូវហើយយុត្តិធម៌របស់នាងនឹងទទួលបានពិតប្រាកដប៉ុន្តែរឿងរ៉ាវអត្ថកំបាំងមិនទាន់បានបញ្ចប់នៅជើងតំបន់ឆ្ងាយមួយភ្នំស្រឡៅស្រមោលខ្មោចសុខាត្រឡប់មកជាមួកខ្មៅភ្នែកសុធាបង្ហាញស្រមោលខ្មៅមួយនាងមិនទាន់ចាក់ចេញពីក្នុងខ្លួនគាត់ទេវណ្ណានិងរ៉ានីប្រញាប់រកវិធីធ្វើពិធីដោះវិញ្ញាណដើម្បីបំបីសុខាចេញពីខ្លួនសុធាពួកគេអានគម្ពីរបាលីនិងបំភឺដោយភ្លើងទៀនបន្ទប់ពោពេញទៅដោយពន្លឺក្រហមស្រមោលសុខាបើពួកឯងជួយខ្ញុំនឹងព្រមចាក់ចេញប៉ុន្តែបើមិនធ្វើឯងនឹងក្លាយជាសាកសពបន្ទាប់សុធាខំប្រែកម្លាំងចុងក្រោយរបស់ខ្លួនដកខ្លួនចេញពីវិញ្ញាណសុខាបន្ទាប់ពីសម្លេងនាងឆ្លើយដោយស្ងាត់នៅព្រឹកថ្ងៃបន្ទាប់សុធាភ្នែកស្រឡៅទៀងត្រង់គ្មានវិញ្ញាណខ្មោចនៅក្នុងខ្លួនទៀតទេសុខាវិញ្ញាណបានចាក់ចេញទៅកន្លែងដែលគ្មានមនុស្សអាចឃើញបានរ៉ានីទោះបីអស់រឿងសងសឹកតែការសង្ស័យនឹងអាចកំបាំងនៅតែមានជំវិញភូមិ
បន្ទាប់ពីសុខាចាក់ចែងពីសុធានិងក្រុមយុវជនប៉ុន្តែភាពស្ងប់ស្ងាត់នៅភូមិនៅមានរឿងថ្មីបន្តភ្នំខាងជើងមានស្រមោលខ្មោចថ្មីកំពុងលាតសន្ធឹងជុំវិញផ្ទះមនុស្សពាក់ព័ន្ធនឹងការសម្លាប់សុខាស្រមោលខ្មោចស្រីថ្មីសំលេងទន់ប៉ុន្តែគួរអភ័យខ្លាចពួកឯងមិនតន់ស្គាល់ខ្ញុំទេខ្ញុំនឹងបង្ហាញអំណាចឲ្យឯងឃើញថាយូខូខើប៉ុណ្ណាភូមិទាំងមួយចាប់ផ្ដើមមានរញួយនិងស្លឹកឈើរំញួតរែរាដោយកម្លាំងខ្យល់ខ្លាំងវណ្ណានិងរ៉ានីត្រូវប្រើទៀនសូត្រមន្តចឹបអុចនិងថតវីដេអូដើម្បីធ្វើពិធីកម្ចាត់អាថ៌កំបាំងខ្មោចថ្មីសុធាកាន់តែទន់ខ្លួនដោយសារវិញ្ញាណសុខាចូលខ្លួនផងឲ្យធ្វើខ្មោចថ្មីមកបន្ថែមទៀតសុខាវិញ្ញាណបើឯងជួយខ្ញុំនឹងឲ្យឯងឃើញអាថ៌កំបាំងទាំងអស់ប៉ុន្តែបើឯងបរាជ័យឯងនឹងក្លាយជាសាកសពបន្ទាប់វីដេអូនិងឯកសារបានចែកចាយនៅសង្គមទទួលយុត្តិធម៌សម្រាប់សុខានិងបរិយាដែលជាប់ពាក់ព័ន្ធភូមិស្ងប់ស្ងាត់វិញរ៉ានីសុខាញាក់បានភាពយុត្តិធម៌ហើយប៉ុន្តែការភ័យខ្លាចនឹងនៅជុំវិញយើងរហូតវណ្ណាយើងបានឲ្យគ្រប់គ្នាដឹងឮតែអាចកំបាំងមិនដែលបញ្ចប់មែនតែនចប់សូមអរគុណសម្រាប់ការចូលស្ដាប់កំសាន្តតាំងពីដើមរហូតដល់ចប់សូមសំណាងល្អទាំងអស់គ្នា